ពិតជារន្ធត់ចិត្តណាស់លោកធៀមពុទ្ធីកំពុងមានជំងឺធ្ងន់កម្រើកដៃជើងមិនរួចដេកស្ដុកស្ដឹងនៅលើគ្រែបែរជាត្រូវបានប្រពន្ធនាំមេធាវីទៅសុំផ្តិតមេដាយលែងលះគ្នាទៅវិញយើងរស់នៅចោលតម្រង់មួយគ្នាបំណាប់ដៃពុនមានឆ្លោះមានសុខទុក្ខមួយគ្នាហើយបកើតខ្ញុំក៏អ្នកមើលខ្ញុំនិយាយរួមទៅ3ខែចុងក្រោយនេះគាត់មើលខ្ញុំរហូតទៅអញ្ចឹងខ្ញុំវាស៊ាំអត់ទៅព្រោះគាត់ទៅគេងនៅខាងក្រៅហ្នឹងគាត់មានបានគេងគាត់ទៅជួនៅបន្ទប់ផ្សេងខ្ញុំយំបោគាត់ឲ្យមកផ្ទះគាត់អត់ព្រមគាត់បានតែមកដាក់ឆ្នាំខ្ញុំមកទ្រឹស្ដីពុទ្ធនិយមបានចែងថាកើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិដែលមនុស្សសត្វទាំងឡាយត្រូវតែទទួលយកមិនអាចប្រកែកបានឡើយពលគឺអ្វីៗដែលកើតមកក្នុងវាលវត្តដ៏សង្សារដ៏ធំធេងនេះរមែងវិនិច្ឆ័យបាត់ទៅវិញជាធម្មតាជាមួយគ្នានេះរឿងជួបរឿងប្រត់ទាំងឡាយនៅក្នុងសង្គមមនុស្សក៏ត្រូវតែកើតមានមិនអាចប្រកែកបានដូចគ្នាមិនថាអ្នកមានអ្នកក្រសខ្មៅតូចធំខ្ពស់ទាបនោះទេគ្រាន់តែការជួបឬប្រត់នោះគួរតែកើតឡើងប្រកបដោយក្តីមេត្តាការសន្តោសប្រណីនិងការអត់ឱនឲ្យគ្នាមិនគួរកើតឡើងដោយសារតែភាពអាត្មានិយមហួសហេតុនោះឡើយជាក់ស្ដែងខ្សែជីវិតដ៏កំសត់របស់លោកធៀមពុទ្ធីអ្វីត្បិតអង្គភាពយើងមិនហ៊ានវាយតម្លៃទម្លាក់កំហុសឲ្យភាគីណាមួយមែនប៉ុន្តែបើស្ដាប់តាមការរៀបរាប់របស់គាត់បានបង្ហាញថាគឺជារឿងព្រាត់ប្រាសមួយដែលភាគីម្ខាងទទួលរងនឹងការជឿចិត្តស្អិតទ្រូងស្ទើរគាំងបេះដូងខណៈដែលភាគីម្ខាងទៀតហាក់ដូចជាមានភាពអាត្មានិយមហួសគឺចិត្តដាច់គ្មានក្តីអាណិតអាសូរឬនឹកស្រណោះដល់គ្រាដែលមានសេចក្តីសុខជាមួយគ្នានោះឡើយលោកធៀមពុទ្ធីអាយុ44ឆ្នាំរស់នៅរាជធានីភ្នំពេញបានរៀបការស្របច្បាប់ជាមួយនារីរស់នៅខេត្តព្រៃវែងម្នាក់ឈ្មោះហមស៊ីវ៉នអាយុ27ឆ្នាំកាលពីជាង3ឆ្នាំមុនក្នុងរយៈពេល8ខែចុងក្រោយនេះលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ដែលបច្ចុប្បន្នស្ថិតក្នុងសភាពដេកស្ដុកស្ដឹងនៅលើគ្រែកម្រើកខ្លួនប្រាណមិនរួចប្រៀបដូចជាមនុស្សរុក្ខជាតិសល់តែដង្ហើមនិងសំឡេងខ្សៅរកស្ដាប់មិនចង់បានផងបែរជាជួបរឿងអមនុស្សធម៌ដ៏គួរឲ្យសង្វេគមួយថែមពីលើទៀតខណៈដែលលោកធៀមពុទ្ធីធ្លាក់ខ្លួនដល់កម្រិតសូន្យដេកឈឺស្ដុកស្ដឹងនៅលើគ្រែភរិយារៀបការពេញច្បាប់របស់លោកគឺលោកស្រីហមស៊ីវ៉នដែលធ្លាប់តែស្រឡាញ់ល្អោកល្អឿនផ្អែមល្ហែមនឹងគ្នានោះមិនត្រឹមតែដកខ្លួនលែងមើលថែឬយកប្តីទៅពេទ្យសង្គ្រោះនិងព្យាបាលឲ្យជាសះស្បើយដើម្បីបានរស់នៅជាមួយគ្នាតទៅទៀតនោះទេតែនៅរសៀលថ្ងៃទី28ខែមីនាឆ្នាំ2025នេះស្ត្រីចិត្តដាច់រូបនេះបែរជាបានមកបង្កើតរឿងដ៏អាស្រូវកេរមួយគឺបាននាំមេធាវីមកសុំផ្តិតមេដាយលែងលះគ្នាគ្មានក្តីមេត្តាទិដ្ឋភាពបែបនេះបានធ្វើឲ្យលោកធៀមពុទ្ធីស្លុតចិត្តស្ទើរផុតដង្ហើមព្រោះមិននឹកស្មានថាប្រពន្ធដែលគាត់ស្រឡាញ់ស្មោះជីវិតដាច់ចិត្តដល់ថ្នាក់មកបង្ខំឲ្យផ្តិតមេដាយលែងលះគ្នាទាំងកំពុងមានជំងឺគ្មានធម៌មេត្តាដូចនេះសោះបើតាមអ៊ំស្រីលោកអនមានវ័យជាង70ឆ្នាំដែលត្រូវជាម្ដាយរបស់លោកធៀមពុទ្ធីបានឲ្យដឹងថាកូនប្រុសគាត់បានរៀបការជាង3ឆ្នាំមកហើយកន្លងមកឃើញពួកគេរស់នៅសុខសាន្តជាមួយគ្នាណាស់ទើបតែប្រហែលខែចុងក្រោយនេះកូនប្រុសគាត់បានធ្លាក់ខ្លួនឈឺឆ្លងកាត់ការវះកាត់ម្ដងជា2ដងនៅមន្ទីរពេទ្យកាឡាម៉ែតហើយពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពជំងឺកាន់តែដុនដាបទៅកូនប្រុសគាត់ធៀមពុទ្ធីបានហៅគាត់ឲ្យមកជួយមើលថែពេលយប់ដើម្បីបានជួយសម្រាលបន្ទុកគ្រួសារគេខ្លះៗក្នុងកុនដូរបស់ពួកគេនៅរាជធានីភ្នំពេញក្នុងរយៈពេលដែលលោកយាយចូលមកជួយមើលថែនោះឃើញពួកគេចេះតែមានរឿងទាស់ពាក្យសម្ដីគ្នារហូតឈានដល់កូនប្រសារស្រីរូបនេះបានបណ្ដេញកូនប្រុសគាត់ដែលកំពុងមានជំងឺឲ្យចេញពីផ្ទះថែមទៀតក្រោយពីរងការបណ្ដេញនេះគាត់ក៏បាននាំកូនប្រុសធៀមពុទ្ធីចេញមកសុំផ្ទះកូនប្រុសម្នាក់ទៀតនៅខេត្តកណ្ដាលដើម្បីសម្រាប់ព្យាបាលបន្តមិនទាន់បានប៉ុន្មានផងស្រាប់តែគាត់ទទួលបានទូរស័ព្ទពីកូនប្រសារស្រីរបស់គាត់ប្រាប់ថានៅម៉ោង2រសៀលថ្ងៃនេះគេនឹងនាំមេធាវីមកផ្តិតមេដាយលែងលះជាមួយកូនប្រុសគាត់ហើយគាត់ក៏មិននឹកស្មានដល់ថាកូនប្រសារស្រីគាត់ដាច់ចិត្តគ្មានធម៌មេត្តាគ្មានក្តីអាណិតអាសូរដល់ថ្នាក់នឹងសោះខណៈដែលគាត់ដឹងហើយថាប្តីគាត់កំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរបែបនេះក្នុងសភាពដ៏គួរឲ្យអាណិតអាសូរនោះលោកធៀមពុទ្ធីបានប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថាមុននេះប្រពន្ធគាត់បានប្រាប់ថាបើចង់ឲ្យគាត់មើលថែតទៅទៀតទាល់តែផ្តិតមេដាយលែងលះគ្នាដើម្បីគាត់មានសេរីភាពធ្វើអ្វីបានតាមចិត្តហើយគាត់នឹងរកពេលមកមើលថែ
ប៉ុន្តែខ្ញុំមិនបានផ្តិតមេដៃឲ្យទេព្រោះខ្ញុំមិនមានកំហុសដែលត្រូវលែងលះគ្នាពលគឺគេគួរតែអាណិតខ្ញុំដែលកំពុងមានជំងឺធ្ងន់ធ្ងរបែបនេះមិនមែនត្រូវនាំមេធាវីមកសុំផ្តិតមេដៃលែងលះគ្នាគ្រាដែលខ្ញុំឈឺកម្រើកដៃជើងមិនរួចធ្វើឲ្យខ្ញុំកាន់តែពិបាកចិត្តថែមទៀតនោះទេលោកថាប្តីប្រពន្ធរស់នៅរួមសុខរួមទុក្ខជាមួយគ្នារមែងមានការឆ្លោះទាស់ប៉ះពាក្យសម្ដីធ្ងន់ស្រាលខ្លះៗជារឿងធម្មតាប៉ុន្តែ3ខែចុងក្រោយនេះប្រពន្ធរបស់ខ្ញុំមានការប្រែប្រួលច្រើនណាស់សូម្បីតែផ្ទះរបស់ខ្លួនឯងក៏គាត់មិនបានគេងនៅដែរដោយអះអាងថាទៅជួលបន្ទប់នៅផ្សេងពីខ្ញុំទោះខ្ញុំយំអង្វរគាត់ឲ្យមកនៅផ្ទះជាមួយគ្នាក៏គាត់អត់ព្រមដែរបានត្រឹមតែពេលព្រឹកឡើងមកដាក់ថ្នាំឲ្យខ្ញុំម្ដងហើយត្រឡប់ទៅវិញបាត់តែប៉ុណ្ណោះដោយសាររងនឹងការបណ្ដេញនិងមិនមានអ្នកមើលថែដិតដល់ផងនោះម្ដាយខ្ញុំក៏បាននាំខ្ញុំមកដេកព្យាបាលជំងឺនៅផ្ទះប្អូនប្រុសក្រោមការមើលថែទាំងស្រុងពីម្ដាយវ័យចាស់